ដែល like ខ្ញុំបាទចង់ជំរាបសួរទៅអាដាមស្រីបរាវិញម្ដងដោយសារតែយើងចាប់អារម្មណ៍អំពីការងារនៃការចោះវាស់វែងក៏ដូចជាបោះបង្គោលបដោះអាសន្ននៅចន្លោះបង្គោល42 47នៅភូមិសាស្ត្រស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទៅមុខស្រុកបាទគោកឈូងខេត្តស្រះកែវហើយមួយទៀតគឺចន្លោះបង្គោលលេខ52 59នៅភូមិសាស្ត្រស្រុកគំរៀងខេត្តបាត់ដំបងទល់មុខនឹងស្រុកពូណាំរងខេត្តច័ន្ទបុរីរបស់ថៃអញ្ចឹងចង់គោរពជំរាបសួរអាដាមបូរ៉ាថាតើវឌ្ឍនភាពនៃការងារចុះបវែងនិងបោះបង្គោលបដោះអាសន្ននេះវាមានសកម្មភាពបែបណាដែរបាទសូមអរគុណលោកចំណានជាបឋមខ្ញុំបាទសូមគោរពសម្ដេចទ្រង់អាដាមទូទៅលោកស្រីបងប្អូនជាប្រវត្តិកម្ពុជាទាំងអស់ក្នុងឱកាសនេះខ្ញុំបាទសូមអនុញ្ញាតឆ្លើយក៏ដូចជាបញ្ជាក់បន្ថែមនៅវឌ្ឍនភាពការងារកន្លងមកជាពិសេសនៅកំណាត់2ដែលពួកយើងកំពុងតែចាប់អារម្មណ៍ទាំងអស់គ្នាគឺនៅកំណាត់បង្គោលលេខ42និង47ក៏ដូចជានៅកំណាត់បង្គោលលេខ52ដល់59កំណាត់42ដល់47គឺនៅក្នុងភូមិសាស្ត្រស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទល់មុខនឹងស្រុកគោកស៊ូមខេត្តស្រះកែវសម្រាប់កំណាត់52និង59គឺនៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងរបស់យើងទល់មុខនឹងស្រុកពងណាំរនខេត្តច័ន្ទបុរីរបស់ថៃដោយបងប្អូនប្រជាពលរដ្ឋយើងបានជ្រាបរួចមកហើយថ្មីនេះគឺនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានធ្វើសេចក្តីប្រកាសព័ត៌មានមួយអាចថាជាការបញ្ជាក់ជូននូវវឌ្ឍនភាពហើយមកដល់ពេលនេះគឺរយៈពេល2ថ្ងៃក្រោយនេះក៏មានការវិវត្តជាបន្តបន្ទាប់ដែរបាទអញ្ចឹងខ្ញុំបាទសូមបញ្ជាក់ជូននៅក្នុងកំណាត់42ទៅ47មុននៅក្នុងកំណាត់នេះដោយបងប្អូនបានជ្រាបហើយគឺយើងធ្វើពីកំណាត់42ដល់47ដើម្បីអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងនៅក្នុងកំណាត់នេះគឺយើងបែងចែកជា3កំណាត់ទៀតដើម្បីអនុវត្តការងារអញ្ចឹងកំណាត់ទី1គឺយើងធ្វើពី42មក43សិនបាទកំណាត់ទី2បន្ទាប់ពីចប់ពី42 43គឺយើងធ្វើពី43មក46ហើយនឹងចុងក្រោយគឺយើងធ្វើពី46មក47អញ្ចឹងសម្រាប់វឌ្ឍនភាពសម្រាប់កំណាត់ពី42 43បងប្អូនបានជ្រាបរួចមកហើយថាយើងបានខុសរូបថតពីលើអាកាសណាដោយប្រើ drone ហើយដែលការងារនេះគឺបានបញ្ចប់នៅថ្ងៃទី26អញ្ចឹងថ្ងៃទី27នេះគឺបងប្អូនអ្នកបច្ចេកទេសយើងក៏បានជួបគ្នាជាមួយនឹងភាគីថៃដើម្បីរៀបចំទិន្នន័យហើយកាលពីម្សិលមិញនេះគឺថ្ងៃទី28គឺយើងបានចុះទៅលើដីដើម្បីបោះរួចហើយជាលទ្ធផលគឺយើងបោះបានចំនួន11បង្គោលបណ្ដោះអាសន្នដែលការបោះបង្គោលនេះគឺយើងបោះចេញពីបង្គោលលេខ42មកបាទនេះជាវឌ្ឍនភាពចុងក្រោយនៅក្នុងកំណាត់42ទៅដល់43នៃកំណាត់រួមរបស់យើងគឺ42ទៅដល់47សម្រាប់នៅកំណាត់បង្គោល52ដល់59គឺការងារយើងគឺចុះជំហានដំបូងហ្នឹងគឺយើងចុះទៅបោះបង្គោលតែម្ដងបាទគឺបោះបង្គោលហើយលទ្ធផលគឺដូចគ្នាគឺនៅថ្ងៃទី26គឺយើងបានបញ្ចប់បោះបង្គោលបណ្ដោះអាសន្នទាំងស្រុងនៅក្នុងការឯកភាពក្នុងផែនការគឺយើងបោះចំនួន166បង្គោលអញ្ចឹងយើងបានបោះនៅថ្ងៃទី27បន្ទាប់មកថ្ងៃហ្នឹងគឺយើងចាប់ផ្ដើមប្រើប្រាស់ drone ដើម្បីប្រមូលស្រង់ទិន្នន័យនៅលើដីជាក់ស្ដែងបាទហើយមកដល់វឌ្ឍនភាពត្រឹមថ្ងៃ28គឺយើងហោះបានប្រមាណជា2គីឡូហើយបាទនេះជាអ្វីដែលខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនហើយនឹងបង្ហាញវឌ្ឍនភាពជូនបងប្អូនបាទសូមអរគុណបាទ